ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះមកបង្ហាញទីតាំងដីមួយកន្លែងដែលនៅជាប់ផ្លូវជាតិលេខ5តែម្ដងបាទនេះផ្លូវចុះផ្លូវចូលតែម្ដងណាពុកម៉ែបងប្អូននេះបាទពុកម៉ែបងប្អូនចរាចរណ៍ផ្លូវជាតិលេខ5តែម្ដងនៅភូមិនិគិរីហៅភ្នំរោងដំរីពុកម៉ែបងប្អូនទីតាំងដីហើយទីតាំងផ្លូវដីចូលនេះគឺល្អចុះទៅតែម្ដងហើយទីតាំងដីចុះទៅតែ100ម៉ែត្រដល់ទីតាំងដីឥឡូវពុកម៉ែបងប្អូនខ្ញុំណែនាំឲ្យទៅដល់ទីតាំងដីតែម្ដងគាត់នៅជិះចូលទៅក្នុងបន្តិចដល់តែម្ដងនេះពុកម៉ែបងប្អូនឥឡូវខ្ញុំនាំទៅទីតាំងដីផ្ទាល់តែម្ដងយើងជិះទៅតែម្ដងនេះពុកម៉ែបងប្អូននៅឆ្វេងដៃហ្នឹងបាទពុកម៉ែបងប្អូនដែលមានដំណើរការដីណាទីតាំងដីគឺអែមែនតើអាចរស់នៅបានរស់ស៊ីបានបាទនេះទីតាំងដីហើយនេះគឺជាសាលារៀនពុកម៉ែបងប្អូនសាលារៀនរបស់ខាងកូរ៉េនេះទីតាំងដីដែលលក់នៅមកទីតាំងដីហ្នឹងខ្ញុំជិះមកមិញហ្នឹងឥឡូវនេះទីតាំងដីពុកម៉ែបងប្អូនអែមែនតើពុកម៉ែបងប្អូនបាទដីនេះគឺបែរទៅទិសខាងលិចតែម្ដងហើយខាងក្រោយនោះគឺផ្លូវជាតិលេខ5នោះបងប្អូននោះជាតិលេខ5ឡានពុកនៅបើកនេះពុកម៉ែបងប្អូនដីនេះគឺតាំងក្បាលដីគឺ32ជម្រៅខាងមុខនេះ32ទៅខាងនោះ31ពុកម៉ែបងប្អូនចូលទៅក្នុងនោះ30ម៉ែត្រចុះពុកម៉ែបងប្អូន30ម៉ែត្រដីហើយខាងនេះចូលទៅ15ម៉ែត្រដីរៀងក្បាលខាងនេះរៀងតូចខាងនោះធំពុកម៉ែបងប្អូនតែក្បាលដីនេះ32ម៉ែត្រហើយដីនេះអនាគតចាក់បេតុងណាពុកម៉ែបងប្អូនដីនេះចាក់បេតុងព្រោះពាក់កណ្ដាលផ្លូវខាងនោះគឺគេរៀបចំចាក់បេតុងមកពាក់កណ្ដាលផ្លូវបានមកខាងនោះណាពុកម៉ែបងប្អូនផងសាលាតិចខ្ញុំទៅថតបង្ហាញហើយនោះហមក្រហមនុយទូចនោះគេរៀបចំចាក់បេតុងឲ្យពុកម៉ែបងប្អូនណាខ្ញុំបានថតបកគោលឲ្យមើលនោះបកគោលមានអាក្រហមនោះគេរៀបចំចាក់បេតុងឲ្យឯណាពុកម៉ែបងប្អូនហើយទីតាំងដីនេះគឺតម្លៃសមរម្យមែនតើត្រឹមតែ$11500តែប៉ុណ្ណោះពុកម៉ែបងប្អូនហើយទីតាំងនេះគឺនៅជិតទីប្រជុំជនមិនទីជិតប្រជុំជនគឺជិតប្រជុំជននៅជិតក្រុងត្រឹមតែ6គីឡូទេមកដល់ទីតាំងដីឲ្យពុកម៉ែបងប្អូនណាហើយជាមួយខ្ញុំទៅបង្ហាញផ្លូវខាងមុខហើយទីប្រជុំជនខាងនោះណាពុកម៉ែបងប្អូនផ្លូវមិនខ្ញុំចោលបង្ហាញណាពុកម៉ែបងប្អូនបាទនេះគឺជាផ្លូវបំបែកផ្លូវនេះឡើងទៅត្រង់គឺជាផ្លូវឡើងទៅផ្លូវជាតិលេខ5មកដែរហើយផ្លូវនេះនៅទីតាំងនេះផ្លូវមួយទៀតហើយនេះផ្លូវបត់ចូលមកម៉ែបងប្អូនបាទទីតាំងអែមបងប្អូនទីតាំងអែមមែនតើនេះហើយផ្លូវនោះក៏ឡើងទៅខាងខេត្តដែរហើយផ្លូវឡើងទៅត្រង់នេះគឺជាចាក់បេតុងបងប្អូននេះសាលារៀនទីតាំងបេតុងខ្ញុំជិះមកពីខាងទីតាំងដីនោះមកវិញបងប្អូនទីខ្ញុំថតទៅឲ្យពុកម៉ែឃើញពីទីតាំងដីបាទនេះទីតាំងដីមិញហ្នឹងតែយើងជិះមកពីនោះមកនេះគឺជាផ្លូវបេតុងដែលគេចាក់ហើយណាបងប្អូនគេប្រព័ន្ធលូបាទគេប្រព័ន្ធលូហើយបេតុងវិញអស់ហើយឥឡូវខ្ញុំជិះទៅមើលជិះបង្ហាញពុកម៉ែបងប្អូនទៅដល់ទីតាំងទស្សនាពីតាំងពីបេតុងមកមកថាអូននិយាយទៅថានិយាយបណ្ដែទីតាំងណាចាក់បេតុងនៅភូមិអញ្ចឹងណាបាទពុកម៉ែបងប្អូនអត់ទេនិយាយត្រង់លក់ស្មោះត្រង់ពុកម៉ែបងប្អូនជួបពុកម៉ែបងប្អូនបាទទីតាំងដីគឺគេចាក់បេតុងបណ្ដាហើយពុកម៉ែបងប្អូនហើយខ្ញុំបង្ហាញខាងមុខអញ្ចឹងគឺគេរៀបចំបកគោលភ្លើងដែលគេរៀបចំដាក់សម្រាប់ចាក់បេតុងណាពុកម៉ែបងប្អូនព្រោះផែនការកញ្ចប់ភូមិគេរៀបចំមកតែប៉ុណ្្នឹងឥឡូវនេះគេរៀបចំចាក់បន្ថែមដើម្បីបង្គ្រប់ណាពុកម៉ែបងប្អូននេះទីតាំងសាលាណាពុកម៉ែបងប្អូននេះសាលាអន្តរជាតិលេអាឡូហា Headbest នេះពុកម៉ែបងប្អូនទីតាំងនេះសាលាទៅជាប្រវត្តិមករៀនច្រើនតែថ្ងៃនេះខ្ញុំថតទឹកនោះក៏ផ្លូវហើយផ្លូវនេះផ្លូវខាងនេះគឺវាប្របែកជា2ណាបងប្អូនបាទនេះឡើងទៅផ្លូវជាតិលេខ5ហើយទីតាំងមិញទៅក្រោយមិញហ្នឹងឡើងទៅដល់ខាងខេត្តដែរណាបងប្អូនហើយទីតាំងនេះគឺល្អភូមិទំពាំងស្បូវពុកម៉ែបងប្អូនដែលស្គាល់ភូមិទំពាំងស្បូវខេត្តពោធិ៍ឆ្នាំងយើងគឺចិត្តណាបងប្អូនភូមិទំពាំងស្បូវសុខលីវីខេត្តពោធិ៍ឆ្នាំងនេះណាបាទនេះឥឡូវយើងជិះមកដល់ទីតាំងដីវិញហើយទីតាំងដីណាបងប្អូនបាទចិត្តមែនតើអត់ពិបាកទេគ្រាន់ចុះមកពីផ្លូវបេតុងមិញហ្នឹងមកបាទនេះដែលបកគោភ្លើងមិញនេះបាទបងប្អូននេះទីតាំងដីរបស់យើងហើយចុះមកពីនោះត្រឹមតែ100ម៉ែត្រគឺមកដល់ទីតាំងដីរបស់យើងតែម្ដងបងបាទបកគោដែលគេវាយបកគោពណ៌ក្រហមណាបងប្អូនហើយដីទីតាំងរបស់យើងនេះណាបងប្អូនអែមែនណាបងប្អូនខាងនោះគេបោះតម្រុយពណ៌ក្រហមដែរបងប្អូនមានផ្លូវលំទៅនេះមួយចេញទៅលើដែរហើយខាងក្រោយនោះទៅជាលេខ5បងប្អូនគាត់ចុះពីខាងនេះតែ100ម៉ែត្រទេណាបងប្អូនចុះតែ100ម៉ែត្រផ្លូវខ្ញុំណែនាំពីមុខមកមិញហ្នឹងមក100ម៉ែត្រដល់ទីតាំងដីនេះតែម្ដង
bà bài chụp bón ấy chỉ đã chụp bằng ấy chẳng mà chả đấy bộ mày phone hay cô phơi ấy hút mà ó hay miền cô phơi miền ấy ó hay mà sẵn bộ mày phone đó các bạn đây 30 chùm rưỡi hàng này 30 phút hàng nó đập 5 mét này bộ mày phone thì tăng đây nó cứ đầm lại xong rung tâm tay mà mới một con thẻ một ấy thì lấy cứ lụa thầm mà mới một con thẻ một tăng tí chụp chuột tay mà đó cũng mà bông bồn mà đi sala này nghe tịnh nó thôi people lắm á bộ mà bộ mình bênนี้ก็สะอาดนะบอกมาพอเป็นอย่างนี้ยืมมือไงเลยkhỏi cái hắnคือไงเลยให้นมเนาะ